សម្រាប់វគ្គសិក្សា Revit កម្រិត Master ខ្ញុំបង្ហាញពីការ connect ពីកម្មវិធី Revit ទៅកាន់កម្មវិធីផ្សេងៗអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថានៅក្នុងគម្រោងយើងមួយយើងមាន 3D ក៏ដូចជាមានប្លង់ detail បច្ចេកទេសរួចរាល់អស់ហើយបន្ទាប់មកអ្នកទាំងអស់គ្នាចង់ធ្វើការផលិតជារូបភាពក៏ដូចជា render video animation មានន័យថាអ្នកទាំងអស់គ្នាអាចប្រើកម្មវិធី DeFi Render ក៏បានកម្មវិធី Enscape ក៏បានកម្មវិធី Twinmotion ឬក៏កម្មវិធី Lumion ក៏បានប៉ុន្តែសម្រាប់កម្មវិធីទាំងអស់ហ្នឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាប្រើកម្មវិធី DeFi ហើយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាមានន័យថានៅក្នុងកម្មវិធី DeFi គឺទី1ការងារចេញមកវាបែបលក្ខណៈងាយស្រួលធ្វើការងារបានលឿនហើយមួយទៀតតកតងជាមួយនឹងការរៀបចំ landscape គឺវាប្រើលក្ខណៈជាប្រភេទដូចលក្ខណៈ parameter នៅក្នុង Revit ដែរមានន័យថាការរៀបចំដើមឈើឬក៏ការធ្វើ video animation អីគឺយើងអាចសេរីបានលឿនហើយវា custom ទៅតាមអ្វីដែលយើងចង់បានអ្នកទាំងអស់គ្នាអញ្ចឹងដូចអ្វីដែលអ្នកទាំងអស់គ្នាឃើញនេះអញ្ចឹងមានន័យថាខ្ញុំធ្វើការនៅក្នុងគម្រោងរបស់យើងមានន័យថាយើងរៀនកម្មវិធី Revit ហើយយើងអាច link ចូលទៅកាន់កម្មវិធី DeFi ហើយសម្រាប់កម្មវិធី Revit ខ្ញុំបញ្ជាក់បន្តិចមានន័យថាដំបូងឡើយយើងរៀនតាក់ទងមួយការងារ Aesthetic បន្ទាប់ពីចប់ការងារ Aesthetic ហើយខ្ញុំនឹង detail តាក់ទងជាមួយនឹងការងារសំណង់វិញម្ដងហើយបន្ទាប់មកយើងបញ្ចប់តាក់ទងមួយការងារ MEP អញ្ចឹងមានន័យថាយើងរៀន3កញ្ចប់នឹងបញ្ចូលគ្នាហើយមួយទៀតតាក់ទងជាមួយសិស្សយើងមួយចំនួនគាត់សួរតាក់ទងជាមួយនឹងបរិមាណណាមានន័យថាការងារទាំងអស់ហ្នឹងគឺយើងរៀនទាំងអស់បើសិនជាយើងរៀនអត់អស់ទេមានន័យថានៅក្នុងលក្ខខណ្ឌការងារជាក់ស្ដែងគឺយើងធ្វើអត់បានពេញលេញទេយើងនឹងមានបញ្ហាពីការងារមួយទៅការងារមួយប៉ុន្តែសម្រាប់មុខងារ aesthetic នេះគឺខ្ញុំផ្ដោតទៅលើការងារ design ទាំងស្រុងហើយបន្ទាប់មកយើងធ្វើការងារមានន័យថាធ្វើការងារជា video animation ក៏ដូចជា render ជាស្លឹករូបភាពអញ្ចឹងសម្រាប់ video ដែលយើងព្យាយាមបញ្យល់សិស្សដែលគាត់ចង់រៀនជំនាញដោយភាពច្បាស់លាស់យើងបានព្យាយាមបញ្យល់ពួកគាត់ហើយពីមួយចំណុចទៅមួយចំណុចហើយសម្រាប់ video នៃការចែកម្លែកហ្នឹងគឺខាងយើងមានប៉ុណ្ណឹង